សួស្ដីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់សួរខ្លួនឯងទេថាយើងលេងហ្គេមដើម្បីសប្បាយឬលេងដើម្បីទៅដល់កំណត់ថ្ងៃនេះខ្ញុំចង់និយាយខ្លះៗទាក់ទងនឹងការលេងហ្គេមបែបវិជ្ជមានមកជជែកជាមួយមនុស្សទាំងអស់គ្នាព្រោះថាវីដេអូនេះមានតែមនុស្សទេទើបស្ដាប់យល់ស្ដាប់ហើយនិយាយជាការពិតណាស់ហ្គេមគឺជាការកំសាន្តមិនមែនជាសមរភូមិគោលបំណងធំនៃហ្គេមគឺការសម្រាប់ជីវិតតាំងទឹកបើយើងយកភាពតាំងទឹកពីហ្គេមមកបង្កើតជាជំនឿវាមានន័យថាយើងកំពុងតែឥទ្ធិពលនៃហ្គេមហើយបណ្ដាញសង្គមគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីរាល់វីដេអូឬ comment ដែលយើងផុសវាមិនត្រឹមតែបង្ហាញពីអ្វីដែលយើងគិតនោះទេប៉ុន្តែវាបង្ហាញពីកម្រិតនៃភាពចាស់ទុំរបស់យើងទៅកាន់មនុស្សរាប់ម៉ឺននាក់ក្នុងផែនទីមានផ្លូវច្រើនសម្រាប់ដើរតែក្នុងអ្នកលេងហ្គេមមានផ្លូវការយោគយល់ការលេងចាញ់អាចត្រឡប់មកឈ្នះវិញបានតែពាក្យសម្ដីដែលជេរប្រមាថគ្នាវាអាចនឹងបន្តទុកនៅស្លាកស្នាមមិនល្អជារៀងរហូតមកលេងដើម្បីសប្បាយមិនមែនមកលេងដើម្បីសាមគ្គីជំនាញដែលខ្លាំងបំផុតក្នុងហ្គេមមិនមែនជាការសម្លាប់បានច្រើននោះទេប៉ុន្តែគឺជាការរក្សាចិត្តឲ្យស្ងប់នៅពេលជួបបញ្ហាបើមានគេនឹងដល់មកយើងការឆ្លើយតបដ៏ល្អភាពស្ងប់ស្ងាត់និងការអភិវឌ្ឍសមត្ថភាពខ្លួនឯងកុំឲ្យហ្គេមរំខានលើអារម្មណ៍យើងអីយើងត្រូវដឹងថាលេងឲ្យគេគោរពប្រសើរជាងលេងឲ្យគេខ្លាច skill ខ្លាំងត្រូវដើរទន្ទឹមនឹងចរិតល្អកុំយកកំហឹងក្នុងហ្គេមមកបំបែកបំបាក់មិត្តភាពក្នុងបណ្ដាញសង្គមអ្នកដែលខ្លាំងពិតប្រាកដគឺអ្នកដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អបំផុតអ្នកលេងហ្គេមនៅជាអ្នក